ក្រោយពេលក្លាយជាតារាបាល់ទាត់ពិភពលោកអឹមបាប៉េបន្តកាន់កាប់បេះដូងអ្នកគាំទ្រនៅ PSG គាត់សុទ្ធលើ200គ្រាប់បាល់ក្លាយជាកីឡាករដែលសុទ្ធច្រើនជាងគេក្នុងប្រវត្តិ PSG ប៉ុន្តែជីវិតកីឡាករល្អគឺតែងតែមានផ្លូវថ្មីឆ្នាំ2024អឹមបាប៉េសម្រេចចិត្តចាកចេញពី PSG ហើយចូលរួមក្លឹបដែលគាត់ចង់ចូលរួមតាំងពីតូចគឺ Real Madridថ្ងៃគាត់បានកាន់អាវ Real Madrid នៅ Bernabeu មានអ្នកគាំទ្រជាង 80,000 នាក់ហើយសម្លេងទាំងអស់ស្រែកឈ្មោះ Mbappé 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 នៅ Madrid មនុស្សគេរំពឹងថាគាត់នឹងក្លាយទៅជាអ្នកស្នេហារបស់ Santiago Bernabeu ជាប់រួមជាមួយ Vinicius Junior និង Jude Bellingham បង្កើតជាទ្រីអូថ្មីនៃ Champions League Mbappé មិនត្រឹមជាកីឡាករល្បឿនលឿនបំផុតទេប៉ុន្តែគាត់ក្លាយជាមេដឹកនាំក្លាយជាគំនិតថ្មីនៃកីឡាបាល់ទាត់បែបសម័យទំនើបគាត់បានឈ្នះពាន French Player of the Year ម្ដងហើយម្ដងទៀតសុទ្ធជាង300គ្រាប់បាល់ក្នុងអាយុក្រោម25ឆ្នាំនិងកំពុងបន្តធ្វើប្រវត្តិសាស្ត្រមនុស្សជាច្រើនសួរថា Mbappé អាចក្លាយជាកីឡាករល្អបំផុតនៅសតវត្សនេះទេគាត់ឆ្លើយតែមួយប្រយោគ Future I created myself EP 3នេះគឺជាភាគបញ្ចប់នៃការធ្វើដំណើរពីក្មេងបនឌីមួយរូបដល់តារាបាល់ទាត់ធំបំផុតក្នុងពិភពលោកមួយរូបហើយរឿងរបស់ Mbappé មិនទាន់ចប់នៅត្រឹមនេះទេ